Mustang ยังครอบแต่ละใบถ้าตริโจมนุษย์หรือก็ตริโจลบองมีบางคนที่เชิญสไลด์มาได้ Mustang ในครั้งเหมือนกันเฮ้ยเนี่ยคลาก็สไลด์มาได้ Shelby ได้แต่เนี่ยคลาดอกหนักยมใหญ่ปักปอลบ้านนะนี่คือจี Ford Mustang Shelby GT 500จี Street Legal Mustang ได้ครั้งจึงเก้ทัวร์ลางโดย Ford វាចេញតាំងពីឆ្នាំ2020មកម្លេះប៉ុន្តែវាក៏ជាម៉ូដែលចុងក្រោយគេដែរនៅលើ platform S550 ហ្នឹងហើយឡានមួយនេះភ្ជាប់មកជាមួយនឹងម៉ាស៊ីនដែលខ្លាំងជាងគេគឺ 5.2 លីត្រ Supercharged V8 ដែលផលិតកម្លាំងបានរហូតដល់760 horsepower ណាណោះ GT 500 នេះគឺជាម៉ូដែលទី1នៅក្នុងតកូល Mustang ដែលប្រើប្រអប់លេខ DCT ឬក៏7 V Auto Dual Clutch ដែលប្រអប់លេខហ្នឹងគឺយើងឃើញវាច្រើននៅលើ Supercar ហ្នឹងឯងល្បឿនពី0ទៅ100ប្រើពេលត្រឹមតែ 3.3 second ទេចំណែក top speed របស់វាគឺ limit ត្រឹមតែ290 km ក្នុង1ម៉ោងតែប៉ុណ្ណោះនេះក៏ដោយសារតែឡានមួយនេះភ្ជាប់មកជាមួយនឹងប្រព័ន្ធ aerodynamic ច្រើនខ្លាំងមែនទែន Mustang Shelby GT 500 នេះគឺជាប្រភេទ track car ផងជាប្រភេទ track car ផងនិយាយទៅវាខ្លាំងទាំងផ្លូវត្រង់ខ្លាំងទាំងលើទីលានប៉ុណ្ណេះឡានមួយនេះមានប្រព័ន្ធ aerodynamic ច្រើនមានតាំងពីផ្នែកខាងមុខហើយបើផ្នែកខាងក្រោយវិញគឺច្បាស់ជាងគេប្រកបជាអា wing ហើយនឹង spoiler កបោនហ្នឹងហើយបើនិយាយពី logo វិញដូរពីរូបសេះហ្នឹងទៅដាក់រូប Shelby ដែលបងប្អូនទាំងអស់គ្នាស្គាល់ថាជារូបពស់ហ្នឹងបើនិយាយពីរឿង upgrade វិញគឺមានច្រើនមែនតើចេញពី model Mustang V8 ធម្មតាម៉ាស៊ីន8 Supercharged នេះអត់ដូចជាមួយនឹង Mustang ធម្មតាទេហើយបើនិយាយពីគ្រឿងនៅប្លុកម៉ាស៊ីនហ្នឹងគឺមានការ upgrade ទាំងអស់រួមទាំងប្រព័ន្ធប្រាំងទៀតផងប្រាំងរបស់វាក៏ធំជាងមុនហើយបើនិយាយពីប្រព័ន្ធបូមរបស់វាគឺទំនើបខ្លាំងមែនតើចង់រឹងក៏បានចង់ទន់ក៏បានសម្រាប់បើកបរលក្ខណៈ daily ឬក៏លក្ខណៈ track Mustang យើងធ្លាប់តែល្បីថាតរិះចូលមនុស្សឬក៏តរិះចូលលបងប៉ុន្តែ Shelby GT 500 នេះគឺមានតាំងពី launch control ទៅទៀត traction របស់វាគឺល្អមែនតើពួកអីវាក៏មានគោលបំណងជា track car ផងដែរបើនិយាយពីសម្បករបស់វាគឺស្អិតខ្លាំងមែនតើប្រើសិតតែ cup 2ហើយបើកបោនៅលើឡាននេះវិញមានតាំងពីកង់ទៅទៀតបងប្អូនគឺច្រើនមែនតើសម្រាប់អ្នកដែលស្រឡាញ់ Mustang ខ្ញុំជឿថាស្រឡាញ់ model GT 500 នេះជាងគេឯងដោយសារតែវាមើលមក aggressive ជាងគេហើយខ្លាំងជាងគេទៀតប៉ុន្តែគួរឲ្យសោកស្ដាយបើសិនជាអ្នកស្រឡាញ់ឡានហ្មងប្រកាសជាសោកស្ដាយត្រង់ថាឡានមួយនេះអត់មានមកជាមួយនឹងប្រអប់លេខដៃប៉ុន្តែទោះជាយ៉ាងណាក៏ដោយឡានមួយនេះមានតម្លៃចាប់ផ្ដើម compare ជាមួយនឹង Mustang ធម្មតាថ្លៃជាង7 ដងឯណាណោះបងប្អូនតែតម្លៃរបស់វាបូកជាមួយនឹង carbon option នឹងទៀតបូកទៅ 79000 ប៉ុន្តែ performance របស់វាអត់ចាញ់ supercar ហ្មងទេទាំងពីកម្លាំងផ្លូវត្រង់ហើយនិងកម្លាំងនៅលើទីលានប៉ុណ្ណឹងទៀត GT 500 នេះបើ compare ជាមួយនឹង competitor មានដូចជា Camaro CL1 Hellcat M4 ឬក៏ S63 អីវាគឺជាឡានដែលខ្លាំងជាងគេហើយបានទាំងកម្លាំងផ្លូវត្រង់បានទាំង track performance ទៀតបងប្អូនអរគ្នាយល់យ៉ាងណាដែរចំពោះ model Mustang Shelby GT 500 នេះមានមតិអាច comment នៅផ្នែកខាងក្រោមនេះ